ដឹងថាចង់គួរតែស្ងប់ចិត្តត្រឹមអតីតមនុស្សដែលគេបងបែងដូងម្ដេចក៏នៅតែលងឈប់នឹកគេទៅបានទេនៅទុនជ្រាយងាយហូរទឹកភ្នែកនៅរំពឹងរងចាំដំណឹងគេនៅចង់ស្ដាប់ឮសំឡេងគេដឹងដែរគេមានថ្មីសង្សារខ្ញុំคล้ายជាសង្សារគេហើយគ្មានថ្ងៃដូចដើមវិញឡើយចិត្តអើយភ្លេចទៅល្ងងដល់ណាខួរក្បាលនេះក៏មិនដឹងខុសត្រូវរៀនរੂនៅគ្មានគេឈឺឆ្អែតហើយមិនដេញឡើយក៏មិនព្រមចាំអាណិតបេះដូងប្រេះស្រាំកុំរងចាំគេជុំនឹងគេដឹងទេមនុស្សគេអាក្រក់បើសិនពេលអាចយល់ថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលដឹងថាចង់គួរតែស្ងប់ចិត្តត្រឹមអតីតមនុស្សដែលគេបងបែងដូងម្ដេចក៏នៅតែលងឈប់នឹកគេទៅបានទេនៅទុនជ្រាយងាយហូរទឹកភ្នែកនៅរំពឹងរងចាំដំណឹងគេនៅចង់ស្ដាប់ឮសំឡេងគេដឹងដែរគេមានថ្មីសង្សារខ្ញុំคล้ายជាសង្សារគេហើយគ្មានថ្ងៃដូចដើមវិញឡើយចិត្តអើយភ្លេចទៅល្ងងដល់ណាខួរក្បាលនេះក៏មិនដឹងខុសត្រូវរៀនរੂនៅគ្មានគេឈឺឆ្អែតហើយមិនដេញឡើយក៏មិនព្រមចាំអាណិតបេះដូងប្រេះស្រាំកុំរងចាំគេជុំនឹងគេដឹងទេមនុស្សគេអាក្រក់បើសិនពេលអាចយល់ថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលសង្សារខ្ញុំคล้ายជាសង្សារគេហើយគ្មានថ្ងៃដូចដើមវិញឡើយចិត្តអើយភ្លេចទៅល្ងងដល់ណាខួរក្បាលនេះក៏មិនដឹងខុសត្រូវរៀនរੂនៅគ្មានគេឈឺឆ្អែតហើយមិនដេញឡើយក៏មិនព្រមចាំអាណិតបេះដូងប្រេះស្រាំកុំរងចាំគេជុំនឹងគេដឹងទេមនុស្សគេអាក្រក់បើសិនពេលអាចយល់ថយក្រោយមិនបណ្ដោយឲ្យចិត្តឈឺទៀតឡើយប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួលប៉ុន្តែរឿងកើតឡើងទៅហើយយ៉ាងណាត្រូវទទួល